អ្នកវិភាគព្យាករណ៍ថាសេដ្ឋកិច្ចវៀតណាមអាចនឹងវាយដាច់ប្រទេសជប៉ុនត្រឹមឆ្នាំ2050តើមានកត្តាអ្វីខ្លះទើបធ្វើឲ្យវៀតណាមទទួលបានជោគជ័យខ្លាំងបែបនេះបើក្រឡេកមើលកាលពីជាង50ឆ្នាំមុនប្រទេសវៀតណាមគឺជាប្រទេសក្រីក្រមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីដោយសារតែភ្លើងសង្គ្រាមប៉ុន្តែសប្តាហ៍ថ្ងៃនេះប្រទេសវៀតណាមកំពុងធ្វើទំនើបកម្មក្នុងល្បឿនយ៉ាងលឿននឹកស្មានមិនដល់ដោយជំរុញកំណើនសេដ្ឋកិច្ចប្រជាជននិងឧស្សាហកម្មក្នុងស្រុកបង្កើតឡើងដោយខ្លួនឯងកត្តាទាំងនេះបានធ្វើឲ្យប្រទេសវៀតណាមបោះពុយឆ្ពោះទៅរកផ្លូវក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចសកលបន្ទាប់របស់អាស៊ីឬក៏ហៅម្យ៉ាងទៀតថាជាខ្លាសេដ្ឋកិច្ចនៅអាស៊ីខណៈដែលអ្នកវិភាគបានព្យាករណ៍ថាប្រទេសវៀតណាមអាចនឹងវាយដាច់ប្រទេសជប៉ុនត្រឹមឆ្នាំ2050ដោយក្នុងនោះក៏មានសំណួរមួយបានចោទសួរថាតើមានកត្តាអ្វីខ្លះទើបធ្វើឲ្យវៀតណាមទទួលបានជោគជ័យលឿនខ្លាំងបែបនេះស្របពេលដែលប្រទេសដទៃនៅអាស៊ីកំពុងតែមានការធ្លាក់ចុះវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានព្រំដែនវែងនិងស្ដួចបំផុតនៅលើពិភពលោកជាមួយនឹងរូបរាងផ្ទៃដីស្រដៀងនឹងតួអក្សរ S លាតសន្ធឹងជាង1600គីឡូម៉ែត្រពីជើងទៅត្បូងភាគខាងជើងគ្របដណ្ដប់ដោយតំបន់ខ្ពង់រាបនៃជួរភ្នំអាណាមលាតសន្ធឹងពីប្រទេសឡាវនិងបង្កើតបានជាខែលការពារធម្មជាតិដ៏រឹងមាំតំបន់មួយនេះមានកំពូលភ្នំហ្វាន់ស៊ីប៉ង់ជាភ្នំខ្ពស់ជាងគេនៅប្រទេសវៀតណាមដែលមានកម្ពស់រហូតទៅដល់3157ម៉ែត្រក្រៅពីនេះក៏មានតំបន់ដីសណ្ដទន្លេក្រហមដែលជាវាលទំនាបមានជីវជាតិគាំទ្រដល់ជីវភាពប្រជាជនរបស់វៀតណាមយ៉ាងច្រើនក្រាស់ក្រែលចំណែកឯភាគកណ្ដាលជាតំបន់ស្ដួចនិងចង្អៀតខ្លាំងដោយមានវាលទំនាបឆ្នេរខ្សាច់នៅចន្លោះសមុទ្រចិនខាងត្បូងនិងជួរភ្នំអាណាមតំបន់មួយនេះងាយរងគ្រោះដោយសារខ្យល់ព្យុះនិងភ្លៀងធ្លាក់ខ្លាំងណាស់ទោះបីជាយ៉ាងណាវាជាបេះដូងសេដ្ឋកិច្ចនិងវប្បធម៌ដ៏សំខាន់របស់វៀតណាមតំបន់មួយនេះគ្របដណ្ដប់ដោយតំបន់ដីសណ្ដទន្លេមេគង្គដែលជាបណ្ដាញទន្លេប្រជិញនិងវាលស្រែដ៏ធំល្វឹងល្វើយប្រៀបបានទៅនឹងសរសៃឈាមរត់កាត់សរីរាង្គរបស់វៀតណាមវាជាតំបន់ដែលមានជីវជាតិបំផុតមួយក្នុងលោកដែលជួយឲ្យវៀតណាមរលាស់ខ្លួនក្លាយទៅជាប្រទេសនាំចេញអង្ករឈានមុខគេផងដែរនៅលើពិភពលោកលើសពីនេះតំបន់ភាគខាងត្បូងគឺដែនដីកម្ពុជាក្រោមដែលមានទីក្រុងព្រៃនគរឬក៏ហៅថាហូជីមីញជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ចម្បងបំផុតរបស់ប្រទេសវៀតណាមលើសពីនេះវៀតណាមមានខ្សែឆ្នេរសមុទ្រវែងជាង3200គីឡូម៉ែត្រមានតំបន់ទេសចរណ៍ល្បីៗដូចជាឈូងសមុទ្រហាន់ឡុងនៅភាគខាងជើងនិងកោះត្រល់ឬក៏កោះភូកុកនៅភាគខាងត្បូងព្រមទាំងមានរូងភ្នំសុនដុងដែលជារូងភ្នំធំជាងគេបំផុតនៅលើពិភពលោកប្រទេសវៀតណាមមានកំណើតប្រវត្តិសាស្ត្រជាង2000ឆ្នាំចាប់តាំងពីសម័យអាណាចក្រវ៉ាន់ឡាងប៉ុន្តែប្រទេសវៀតណាមមានការយ៉ាប់យ៉ឺនជាបន្តបន្ទាប់ដោយសារតែរលកនៃការឈ្លានពាននិងសង្គ្រាមផ្ទៃក្នុងនៅក្នុងឆ្នាំ111មុនគ្រិស្តសករាជរាជវង្សហាន់របស់ចិនបានវាយយកវៀតណាមភាគខាងជើងដោយបានត្រួតត្រាអស់រយៈពេលជាង1000ឆ្នាំនិងបានទទួលឥទ្ធិពលយ៉ាងជ្រាលជ្រៅលើវប្បធម៌និងរបបគ្រប់គ្រងបែបខុងជឺប្រទេសវៀតណាមបានរើបំរាស់ឡើងវិញតាមរយៈការបះបោររបស់បងប្អូនស្រីត្រកូលទ្រីងនិងជោគជ័យចុងក្រោយរបស់លោកង៉ាវខ្វៀងក្នុងឆ្នាំ938នៃគ្រិស្តសករាជដែលបានស្ដារឯករាជ្យភាពរបស់ប្រទេសវៀតណាមឡើងវិញក្រោយពេលដែលប្រទេសវៀតណាមទទួលបានឯករាជ្យពីប្រទេសចិនកាលនោះរាជវង្សវៀតណាមបានពង្រីកទឹកដីចុះមកភាគខាងត្បូងដោយបានរុញច្រានប្រជាជនចាមឬក៏ចម្ប៉ានិងប្រជាជនខ្មែរឲ្យខ្ទាតចេញហើយបានគ្រប់គ្រងតំបន់ដីសណ្ដទន្លេមេគង្គរហូតមកដល់សព្វថ្ងៃនៅអំឡុងឆ្នាំ1858បារាំងបានចាប់ផ្ដើមចូលខ្លួនត្រួតត្រាលើប្រទេសវៀតណាមប្រទេសឡាវនិងប្រទេសកម្ពុជារួចបារាំងបានច្របាច់បញ្ចូលជាសហភាពឥណ្ឌូចិនបារាំងបានកេងប្រវ័ញ្ចសេដ្ឋកិច្ចលើដំណាំកៅស៊ូស្រូវនិងកេងប្រជាជនទៅច្បាំងក្នុងសង្គ្រាមលោកថែមទៀតផងប៉ុន្តែក៏បានសាងសង់បណ្ដាញផ្លូវរថភ្លើងនិងហេដ្ឋារចនាសម្ព័ន្ធដែលជាគ្រឹះដល់ឧស្សាហកម្មនាសម័យក្រោយផងដែរដល់វៀតណាមក្រោយសង្គ្រាមលោកលើកទី2បានបិទបញ្ចប់វៀតណាមបានរើបំរាស់ខ្លួនបង្ខំឲ្យបារាំងដកខ្លួនចេញពីទឹកដីរបស់ខ្លួនក្រោយសម័យអាណានិគមប្រទេសវៀតណាមត្រូវបានខណ្ឌចែកជាពីរនោះគឺវៀតណាមខាងជើងគ្រប់គ្រងបែបកុម្មុយនីសដឹកនាំដោយលោកហូជីមីញនិងវៀតណាមខាងត្បូងដែលជាដែនដីកម្ពុជាក្រោមនិងចម្ប៉ាដឹកនាំតាមបែបសេរីគាំទ្រដោយសហរដ្ឋអាមេរិកសហរដ្ឋអាមេរិកបានលូកដៃចូលក្នុងសង្គ្រាមយ៉ាងខ្លាំងក្លាប៉ុន្តែនៅចុងបញ្ចប់វៀតណាមខាងជើង
ងដែលប្រកាន់របបកុម្មុយនីសទទួលបានជ័យជំនះនៅអំឡុងឆ្នាំ1975ហើយវៀតណាមខាងជើងដែលដឹកនាំដោយលោកហូជីមីងបានបង្រួបបង្រួមជាតិក្រោមរបបកុម្មុយនីសរហូតមកដល់សប្តាហ៍ថ្ងៃក្រោយចាប់សង្គ្រាមវៀតណាមក៏បានជួបវិបត្តិសេដ្ឋកិច្ចភាពឯកោលើអន្តរជាតិនិងចំនួនជាមួយនឹងប្រទេសជិតខាងក្នុងនោះប្រទេសកម្ពុជានិងប្រទេសចិនចំណុចរបត់ប្រវត្តិសាស្ត្រថ្មីបានមកដល់នៅឆ្នាំ1986តាមរយៈការដាក់ចេញនៅយុទ្ធសាស្ត្រកំណែតម្រង់ដឺមួយដោយបដូរពីសេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចទីផ្សារសេរីបានបើកចំហជើងហោះហើរទទួលសហគ្រាសឯកជននិងការវិនិយោគពីបរទេសគ្រប់ទិសតំបន់នៅឆ្នាំ2004 GDP របស់ប្រទេសវៀតណាមមានត្រឹមតែ$45,000 លានសហរដ្ឋអាមេរិកប៉ុណ្ណោះប៉ុន្តែអស់រយៈពេល20ឆ្នាំក្រោយមកប្រទេសវៀតណាមមានកំណើនសេដ្ឋកិច្ចយ៉ាងគំហុកដោយនៅក្នុងឆ្នាំ2024ប្រទេសវៀតណាមមានកំណើន GDP រហូតទៅដល់$466,000 លានសហរដ្ឋអាមេរិកដែលជាប់ចំណាត់ថ្នាក់ទី33នៅលើពិភពលោកសេដ្ឋកិច្ចវៀតណាមតែងតែហក់ឡើងនិងស្ទុះងើបជាបន្តបន្ទាប់ដោយនឹកស្មានមិនដល់បច្ចុប្បន្នប្រទេសវៀតណាមបានក្លាយជាជម្រើសចម្បងជំនួសឲ្យប្រទេសចិនសម្រាប់ក្រុមហ៊ុនពហុជាតិសាសន៍ល្បីៗមួយចំនួនដូចជាក្រុមហ៊ុន Samsung ក្រុមហ៊ុន Intel និងក្រុមហ៊ុន Nike នោះក៏ដោយសារតែកម្លាំងពលកម្មរបស់វៀតណាមមានច្រើនសម្បូរបែបរីឯតម្លៃពលកម្មថោកនិងស្ថិរភាពនយោបាយរបស់វៀតណាមល្អវៀតណាមជាអ្នកប្រមូលផលចំណេញដ៏ធំពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសចិនការលេចឡើងនៃក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកដូចជា FPT Corporation និង VNG ព្រមទាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ដែលកំពុងតែនាំចេញទៅកាន់ទីផ្សារអាមេរិកខាងជើងនិងអឺរ៉ុបជាដើមវៀតណាមគឺខុសពីជប៉ុនដោយវៀតណាមមានចំនួនប្រជាជនវ័យក្មេងច្រើនជាងជប៉ុនដែលមានកម្រិតអប់រំខ្ពស់ផ្ដោតលើជំនាញ STEM មកពីពាក្យថាវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការរកប្រាក់និងជំរុញសេដ្ឋកិច្ចជាតិដល់ប្រទេសវៀតណាមបើប្រៀបធៀបវៀតណាមនិងជប៉ុនគឺជាប្រទេសដែលមានសន្តិសុខហិរញ្ញវត្ថុខ្ពស់ប៉ុន្តែកំណើនប្រជាជនរបស់ជប៉ុនកំពុងតែមានការធ្លាក់ចុះយ៉ាងគំហុកខណៈដែលប្រជាជនវ័យចំណាស់របស់ជប៉ុនមានការកើនឡើងដែលនេះជាបន្ទុកដ៏ធ្ងន់របស់រដ្ឋហើយត្រូវបានអ្នកវិភាគព្យាករណ៍ថាប្រជាជនជប៉ុននឹងមានការធ្លាក់ចុះពី125លាននាក់មកក្រោម100លាននាក់នៅឆ្នាំ2050ចំណែកឯវៀតណាមគឺមានប្រជាជនកើនឡើងខ្លាំងដោយអ្នកវិភាគព្យាករណ៍ថាគេរំពឹងថានឹងកើនឡើងរហូតទៅដល់120លាននាក់នៅក្នុងឆ្នាំ2050និងមានសន្ទុះសេដ្ឋកិច្ចខ្លាំងដែលអាចធ្វើឲ្យវៀតណាមដណ្ដើមមកុដសេដ្ឋកិច្ចពីប្រទេសជប៉ុនបាននាពេលអនាគតដូច្នេះហើយប្រទេសវៀតណាមពីប្រទេសដែលរងការបំផ្លិចបំផ្លាញយ៉ាងខ្ទេចខ្ទីដោយសង្គ្រាមប៉ុន្តែបច្ចុប្បន្នបានក្រលាស់ខ្លួនคล้ายទៅជាមជ្ឈមណ្ឌលផលិតកម្មនិងបច្ចេកវិទ្យាលំដាប់ពិភពលោកយុទ្ធសាស្ត្របើកចំហការទាញយកផលប្រយោជន៍ពីភូមិសាស្ត្រនយោបាយនិងការវិនិយោគលើធនធានមនុស្សរបស់វៀតណាមគឺជាសក្ខីកម្មបានបង្ហាញថាវៀតណាមកំពុងដើរលើផ្លូវត្រូវដើម្បីត្រៀមខ្លួនคล้ายទៅជាខ្លាសេដ្ឋកិច្ចថ្មីរបស់អាស៊ីដែលបណ្ដាប្រទេសនៅក្នុងតំបន់គួររៀនសូត្រតាម